រុនសួស្តីចាពេលព្រឹកព្រលឹមថ្ងៃច័ន្ទថ្ងៃដើមសប្តាហ៍ចាថ្ងៃហ្នឹងគឺចេញវីដេអូចាអំពីសត្វព្រាបមាន់ព្រោះខ្ញុំប្រហែលថ្ងៃនេះគឺអត់បានចេញវីដេអូជូនបងប្អូនទស្សនាពីសកម្មភាពចារបស់សត្វព្រាបមាន់យើងខ្ញុំទេអញ្ចឹងថ្ងៃហ្នឹងក៏ជួបគ្នានៅវីដេអូថ្មីដែលបង្ហាញពីសកម្មភាពចានិងការរស់នៅរបស់សត្វព្រាបមាន់ដែលខ្ញុំបានចិញ្ចឹមនៅផ្ទះអញ្ចឹងណាបងប្អូនចានេះគឺជាសត្វព្រាបមាន់មួយគូដែលខ្ញុំបានដាក់នៅក្នុងទ្រុងតូចមួយចាដែលវាទៅតែញាស់កូនអញ្ចឹងណាបងប្អូនហើយនៅពីក្រោយនោះវាចាគឺកូនព្រាបមាន់ដែលទៅតែញាស់បានពីរបងប្អូនចានិយាយរួមកូនព្រាបមាន់ហ្នឹងញាស់ប្រហែលជាបានកន្លះខែបងប្អូនចាគឺចាប់ដើមធំបដាហើយបងប្អូនណាចានេះបងប្អូនឃើញទេចាគឺពីរតែអត់ដឹងថាឈ្មោះឬក៏ញីទេបងប្អូនណាចាព្រោះឥឡូវខ្ញុំដាក់នៅក្នុងទ្រុងជាមួយមេវាហើយនឹងឈ្មោះដើម្បីឲ្យមេហើយនឹងឈ្មោះវាបញ្ចុកចំណីអញ្ចឹងរាល់ការដែលកូនព្រាបមាន់ញ៉ោះគឺវាអត់ចេះស៊ីចំណីអីទៅខ្លួនវាទេវាត្រូវតែមានការបញ្ចុកចំណីពីមេហើយនឹងឈ្មោលវាចឹងណាបងប្អូនលុះដល់តែពេលវាធំចាដុះស្លាប់ចិត្តឬក៏បានរយៈពេល1ខែជាងឬក៏2ខែវាអាចស៊ីចំណីខ្លួនឯងវាបានហើយបងប្អូនណាចាអញ្ចឹងខ្ញុំត្រូវតែដាក់អាកូនមាន់ហ្នឹងទៅក្នុងទ្រុងធំជាមួយអាព្រាបពីរគូនោះផ្សេងទៀតចឹងណាបងប្អូនចាចំណែកមេហើយនឹងឈ្មោះគឺខ្ញុំអត់បលែងនៅក្នុងទ្រុងធំទេខ្លាចពេលតែបលែងទៅវាអត់ព្រមជន់ឬក៏កើតពងអីចឹងណាចាចឹងហើយខ្ញុំត្រូវដាក់នៅក្នុងទ្រុងទូចនេះដើម្បីឲ្យវាពងទៀតចឹងណាបងប្អូនចាបាននិយាយរួមចំពោះការចិញ្ចឹមសត្វព្រាបមាន់នេះគឺងាយស្រួលមែនទែនបងប្អូនចាចំពោះរាល់ការដាក់ចំណីវាគឺបងប្អូនគ្រាន់តែទិញចំណីកូនមាន់ចាហើយនឹងពោតមកបើសិនជាអាចបងប្អូនមានសមត្ថភាពបងប្អូនអាចទិញជាស្រូវយកមកដាក់លីជាមួយគ្នាដើម្បីឲ្យវាស៊ីចឹងណាបងប្អូនចាហើយអ្នកបងប្អូនគ្រាន់តែដាក់ចឹងមកដាក់ចំណីហើយនឹងដាក់ទឹកវាមកព្រោះវាត្រូវការស៊ីចំណីហើយនឹងផឹកទឹកចឹងណាបងប្អូនចាបើនិយាយពីទឹកវិញគឺដាក់រហូតកុំឲ្យខានឲ្យសោះព្រោះវាផឹកទឹកច្រើនណាស់ហើយនិយាយរួមគឺសត្វព្រាបមាន់នេះសួរចំអត់ញ៉ៃញ៉ៃទេចាវាដាក់ចឹងមកវានៅក្នុងទ្រុងឲ្យស្រួលណាបងប្អូនចាវាអត់ចេះហើរទៅណាផ្ដេសផ្ដាសចឹងណាបងប្អូនចាហើយឆាប់ធំលឿនមែនតើបងប្អូនចាហើយវីដេអូខ្ញុំដែលនិយាយពីការចិញ្ចឹមសត្វព្រាបមាន់និងការរស់នៅរបស់សត្វព្រាបមាន់ចាមានតែប៉ុណ្្នឹងទេបងប្អូនណាចាអរគុណបងប្អូនដែលចូលទស្សនានៅវីដេអូសូមបងប្អូនសូមជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងអរគុណ